បាទសូមគោរពជំរាបសួរបងប្អូនទាំងគ្នាជាទីគោរពស្រឡាញ់បាទតើបងប្អូនទាំងគ្នាបងប្អូនប្រើ Telegram យូរហើយមែនទេបាទហើយបងប្អូនមិនចេះលាក់លេខនៅក្នុង Telegram មែនទេបាទអញ្ចឹងបងប្អូនមកសិក្សាជាមួយនឹងខ្ញុំបានទាំងអស់គ្នាបាទងាយស្រួលបងប្អូនអាចយកទៅអនុវត្តដើម្បីលាក់លេខទូរស័ព្ទកុំឲ្យអ្នកណាដឹងបាទកុំឲ្យអ្នកណាឃើញអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចអនុវត្តជាមួយខ្ញុំបានទាំងអស់គ្នាបាទងាយស្រួលទេបងប្អូនបាទតោះអញ្ចឹងអនុវត្តជាមួយខ្ញុំទាំងអស់គ្នាតោះបងប្អូនទាំងគ្នាអញ្ចឹងយើងមកអនុវត្តរបៀបនៃការលាក់លេខទូរស័ព្ទនៅក្នុង Telegram ទាំងអស់គ្នាបាទងាយស្រួលបាទលឿនងាយយល់ហើយបងប្អូនអាចធ្វើបានបាទអញ្ចឹងមកអនុវត្តជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចូលទៅកាន់ Telegram របស់បងប្អូនមកបាទហើយបងប្អូនយកពាក្យ setting បាទបងប្អូនចូលទៅមើលក្នុង profile របស់បងប្អូនសិនបាទនេះ profile របស់ខ្ញុំគឺមិនទាន់បានលាក់លេខទូរស័ព្ទទេបាទអញ្ចឹងយើងធ្វើការលាក់វាអញ្ចឹងបងប្អូនចូលទៅកាន់ setting មកខាងលើនេះក៏បានខាងក្រោមនេះក៏បានដែរបាទចូលទៅកាន់ setting នឹងមកបាទហើយបងប្អូនអូសឡើងលើរកពាក្យ privacy and security បាទនេះសញ្ញារូបសោនេះបាទ privacy and security បាទបងប្អូនចុចចូលមកបាទបន្ទាប់មកអូសឡើងលើបន្តិចបងប្អូនរើសយក phone number បាទ phone number នេះបាទចុចលើមួយប៉ុកមកបាទហើយបងប្អូនឃើញមានកន្លោម3នេះបាទចុច3នេះបងប្អូនយកខាងក្រោម nobody ខាងក្រោមនេះបាទ nobody ហើយខាងក្រោមនេះបងប្អូនយកពាក្យ my contact បាទខាងក្រោមនេះដូចគ្នាប៉ុណ្ណឹងរួចចុចសញ្ញាគ្រីខាងលើទៅជាការស្រេចបាទហើយថយក្រោយជាធម្មតាថយក្រោយមកបាទពេលនោះលេខទូរស័ព្ទរបស់បងប្អូនគឺត្រូវបានបិទហើយបាទសូមអរគុណបងប្អូនទាំងគ្នាក្នុងការទស្សនាវីដេអូរបស់ខ្ញុំបើគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមបងប្អូនជួយចុច Subscribe ហើយចុចរូបកណ្ដឹងម្នាក់មួយផងបាទហើយនៅក្នុង Page បងប្អូនជួយចុច Follow ម្នាក់មួយផងណាបងប្អូនបាទសូមអរគុណ